Hello សួស្តីអ្នកទាំងអស់គ្នា Welcome back to my channel ហើយថ្ងៃនេះផងដែរខ្ញុំនឹងធ្វើការផាត់មុខដែលហៅថា The Sexy Makeup Look នៅលើមុខបងកាញ្ចនាជាដំបូងខ្ញុំប្រើប្រាស់ជាមួយនឹង ABH Lip Brows Pomade ពណ៌ Ash Brown មកបំពេញចិញ្ចើមរបស់គាត់ទៅតាមរាងចិញ្ចើមដែលគាត់មានតែម្ដងគឺដោយសារចិញ្ចើមរបស់គាត់គឺមានរាងស្អាតស្រាប់ហើយនឹងក្រាស់អញ្ចឹងខ្ញុំធ្វើការបំពេញតិចតែប៉ុណ្ណោះនៅកន្ទុយចិញ្ចើមហើយនឹងសល់ពណ៌បន្តិចមកផាត់នៅគោលចិញ្ចើមបន្ទាប់មកទៀតខ្ញុំយកសម្រាប់សាច់ចិញ្ចើមមកសិតបំបែកពណ៌ឲ្យឃើញស្មើស្អាតខ្ញុំយក ABH Concealer ជាមួយនឹងជក់មុខស្មើយកមក clean brows របស់គាត់ clean ចិញ្ចើមរបស់គាត់ដើម្បីឲ្យមើលមកឃើញមានរាងស្អាត we call it brows on fleekបន្ទាប់ពីការគ្រីមចិញ្ចើមរបស់គាត់រួចរាល់ខ្ញុំប្រើប្រាស់ជាមួយនឹង ABH Clear Brows Gel មកសិតជាមួយនឹងចិញ្ចើមរបស់គាត់ដើម្បីឲ្យឃើញសរសៃចិញ្ចើមហ្នឹងច្បាស់ហើយមើលមកឃើញធម្មជាតិពិសេសជាងនេះទៅទៀតវានឹងជួយឲ្យចិញ្ចើមរបស់គាត់ហ្នឹងចូលបានពេញមួយថ្ងៃតែម្ដងមុននឹងធ្វើការប៉ាត់ភ្នែកខ្ញុំប្រើប្រាស់ជាមួយនឹង Concealer របស់ Maybelline Super Stay មកធ្វើជាទ្រនាប់ដើម្បីឲ្យ color ភ្នែកចូលបានយូរសម្រាប់ការផាត់មុខមួយនេះផងដែរខ្ញុំប្រើជាមួយនឹង Tartelette Eyeshadow Palette មកផាត់ភ្នែករបស់គាត់យើងផាត់ពីពណ៌ស្រាលទៅពណ៌កម្មៅយើងធ្វើការផាត់តែកន្ទុយភ្នែករបស់គាត់ហើយនឹងកលៈភ្នែកខាងលើរបស់គាត់តែប៉ុណ្ណោះបន្ទាប់មកទៀតយើងយកពណ៌កម្មៅជាងពណ៌មុននឹងបន្តិចដើម្បីមកផាត់ឲ្យឃើញសមោចាហើយដដែលយើងផាត់តែកន្ទុយភ្នែកហើយនឹងកលៈភ្នែកខាងលើរបស់គាត់តែប៉ុណ្ណោះបន្ទាប់មកទៀតខ្ញុំយកពណ៌ក្រមៅខ្លាំងតែម្ដងយកមកផាត់តែកន្ទុយភ្នែករបស់គាត់តែប៉ុណ្ណោះបន្ទាប់មកទៀតខ្ញុំយកពណ៌ខ្មៅតែម្ដងមកផាត់នៅចំណុចខ្សែភ្នែករបស់គាត់ត្រង់កន្លែងដែលជិតរោមភ្នែករបស់គាត់បំផុតតែខ្ញុំផាត់យកតែកន្ទុយដូចគ្នាសម្រាប់ដើមភ្នែករបស់គាត់វិញខ្ញុំប្រើជាមួយនឹងពណ៌ស្តៀងទៅនឹង Platin ដែលមានជីបភ្លីផ្លេតមកផាត់ពីមុខខ្ញុំយកជក់ដែលស្អាតដែលគ្មានម្សៅឬពណ៌អ្វីមក blend ឲ្យពណ៌ទាំងអស់ហ្នឹងវាចូលគ្នាសម្រាប់ខាងក្រោមភ្នែករបស់គាត់វិញខ្ញុំយកពណ៌ដែលស្រាលមកផាត់ពីដើមភ្នែករហូតដល់កន្ទុយតែម្ដងបន្ទាប់មកយកពណ៌ដែលកម្ៅជាងមុននឹងបន្តិចយកមកផាត់ចាប់ពីចំណុចពាក់កណ្ដាលភ្នែករបស់គាត់រហូតដល់កន្ទុយចាហើយយកពណ៌ខ្មៅតែម្ដងយកមកផាត់នៅត្រង់ចំណុចតែកន្ទុយភ្នែកតែប៉ុណ្ណោះចាបន្ទាប់មកខ្ញុំប្រើប្រាស់ជាមួយនឹង eyeliner ពណ៌ខ្មៅទឹកដែលមានប្រភេទប៊ិចអញ្ចឹងខ្ញុំមកគូស eyeliner នៅលើភ្នែករបស់គាត់ប្រើប្រាស់ជាមួយនឹងរោមភ្នែកខ្លាំងៗដែលក្រាស់ល្មមសមទៅនឹងការផាត់មុខបែបនេះប្រើជាមួយនឹង Luminous Lash Paradise Mascara របស់ L'Oreal មកលាបជាមួយនឹងរោមភ្នែកពិតប្រាកដរបស់គាត់ដើម្បីឲ្យវាស៊ីទៅជាមួយនឹងរោមភ្នែកខ្លាំងៗហើយខ្ញុំក៏យក mascara មកលាបនៅ lower lash line របស់គាត់ដើម្បីឲ្យវា open up her eyes to make it look bigger ខ្ញុំប្រើប្រាស់ជាមួយនឹង Super Stay Bare Skin របស់ Maybelline Foundation ទៅលើមុខរបស់គាត់ហើយយក Beauty Blender មក blend ឲ្យសព្វពេញមុខប្រើប្រាស់ជាមួយនឹង Tarte Shape Tape Concealer មក highlight នៅលើមុខគាត់ដូចគ្នាប្រើប្រាស់ជាមួយនឹង Beauty Blender មក blend លើផ្ទៃមុខរបស់គាត់សម្រាប់ម្សៅផាត់មុខខ្ញុំប្រើប្រាស់ជាមួយនឹង Too Faced Cocoa Powder ហើយសម្រាប់ខ្ញុំចូលចិត្តយកជក់មកផាត់មុខជាងប្រើប៉ុងមកផាត់ម្សៅផាត់មុខហ្នឹងដោយសារប្រើជក់គឺចូលសាច់មុខបានល្អជាងឥឡូវនេះខ្ញុំយក Hoola និង Hoola LED ដែលមាននៅក្នុង Chic Parade Palette របស់ Benefit យកមក contour ច្រមុះរបស់គាត់ថ្ងាសហើយនឹងថ្ពាល់
របស់គាត់ដូចគ្នាបន្ទាប់មកខ្ញុំប្រើជាមួយនឹង Kylie Blush X-rated ដើម្បីមកផាត់ពណ៌របស់គាត់ចាសម្រាប់ highlighter ខ្ញុំប្រើជាមួយនឹង Give Me Glow ក្នុងពណ៌ White Noise ចាខ្ញុំធ្វើការ highlight នៅក្រោមចិញ្ចើមនិងលើចិញ្ចើមរបស់គាត់ដើម្បីឲ្យចិញ្ចើមរបស់គាត់មើលមកឃើញកាន់តែលេចធ្លោហើយក៏ highlight ខ្ទង់ច្រមុះរបស់គាត់ដូចគ្នាហើយខ្ញុំ highlight នៅលើបបូរមាត់របស់គាត់ចង្ការបស់គាត់ហើយនឹង inner corner ដល់គល់ភ្នែករបស់គាត់ហ្នឹងដើម្បីឲ្យមើលឃើញកាន់តែទាក់ទាញហើយជាចុងក្រោយខ្ញុំធ្វើការ highlight នៅឆ្អឹងថ្ពាល់របស់គាត់សម្រាប់ក្រែមរបស់គាត់ខ្ញុំប្រើជាមួយនឹង Give Me Glow ពណ៌ Cobain ចាឥឡូវនេះយើងក៏បានឈានចូលមកដល់ចុងបញ្ចប់នៃការផាត់មុខរបស់គាត់This is the final look. Thank you guys for watching. Hope to see you guys in the next video. Bye.